ច្បាស់ណាស់ប៉ូលីសស្រីមិនជឿការពន្យល់របស់អ្នកដែលថាវាជាក្បាច់គុនទេបន្ទាប់មកបង្ហាញវាឲ្យខ្ញុំឥឡូវនេះប្រសិនបើវាជាការពិតបញ្ហានេះបញ្ចប់នៅទីនេះមិនយូរប៉ុន្មាននាងនិយាយចប់ជាងគេយកសេះស្ដោះម្ជុលដែលបង្កើតដោយថាមពលខាងវិញ្ញាណដោយសម្លេងស្រែកឆោឡោហោះសម្ដៅទៅទ្វារកញ្ចក់នៃបន្ទប់សួរចម្លើយបន្ទាប់មកបានបែកខ្ទេចខ្ទីជាខ្លាំងទិដ្ឋភាពនេះបានធ្វើឲ្យប៉ូលីសស្រីងឿងឆ្ងល់ទាំងស្រុងតើនាងទើបតែបានឃើញអ្វីនារីស្រស់ស្អាតម្នាក់នេះស្រាប់តែស្ដោះម្ជុលវាកំទេចទ្វារដោយគ្រាប់កាំភ្លើងទ្វារកញ្ចក់ត្រូវបានរហែកខ្ទេចខ្ទាំទាំងស្រុងនៅការយល់ដឹងរបស់លោកអំពីពិភពលោកទោះបីជាមានការតក់ស្លុតក៏ដោយក៏ករណីនេះនៅតែត្រូវដោះស្រាយទីបំផុតដោយមានការសម្របសម្រួលពីការិយាល័យអនុវត្តច្បាប់គាត់បានផ្ដល់សំណងដល់សន្តាគារសម្រាប់ទ្វារបន្ទប់ទឹកមិនបាច់និយាយទេខ្ញុំបានចំណាយវាម្ដងទៀតដោយទុកឲ្យខ្ញុំនៅសល់តែប៉ុន្មានយន្តប៉ុណ្ណោះនៃទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំនៅថ្ងៃបន្ទាប់ខ្ញុំស្រាប់តែគិតថានឹងប្រើវេទមន្តរបស់បិសាចដើម្បីរកលុយដូច្នេះខ្ញុំក៏ប្រាប់គាត់អំពីរឿងនោះដំបូងគាត់អត់ទ្រាំទេប៉ុន្តែក្រោយខ្ញុំនិយាយមួយម៉ាត់គាត់ឈប់ជំទាស់ឯងមិនចង់ស្លៀកសម្លៀកបំពាក់តែមួយឈុតទេហើយក៏មិនចង់ដេកនៅតាមផ្លូវដោយគ្មានកន្លែងដេកដែរមែនទេនោះមានន័យច្រើនណាស់គៀកយកសៃមិនចេះនិយាយមិនយូរប៉ុន្មានយើងបានមកដល់ហាងឆ្នោតមួយពេលចេញមកម្ដងទៀតខ្ញុំកាន់រង្វាន់ 10,000 យន្តក្នុងដៃហើយខ្ញុំញ៉ាំមិនរួចវាច្បាស់ណាស់ថាខ្ញុំសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែខ្ញុំមិនបានកត់សម្គាល់ឃើញការងឿងឆ្ងល់របស់គៀកយកសៃមើលទៅក្រោយខ្ញុំទេនាងមិនយល់ថាហេតុអ្វីបានជាខ្ញុំសប្បាយចិត្តចំពោះរឿងតូចមួយបែបនេះដូចដែលយើងបានឆ្លងកាត់នៅតូបតូចមួយខ្ញុំបានចាប់យកគ្រឿងបន្សំពណ៌ខ្មៅមួយដើមនេះគឺសម្រាប់អ្នកខ្ញុំបាននិយាយថាបើវាជាពណ៌ខ្មៅដែលអ្នកចូលចិត្តគឺបែបនេះគៀកយកសៃស្រឡាំងកាំងមិនដឹងថានាងចូលចិត្តខ្មៅតើគាត់ពិតជាធ្ងន់ធ្ងរទេពេលគាត់និយាយថាគាត់ចូលចិត្តនាងតើគាត់ពិតជាព្យាយាមវែកញែកជាមួយនាងមែនទេបើមិនដូច្នេះទេហេតុអ្វីបានជាគាត់ដឹងលម្អិតតូចបែបនេះជាពណ៌ដែលនាងចូលចិត្តគិតបែបនេះបេះដូងនាងចាប់ផ្ដើមលោតញាប់ភ្លាមនោះខ្ញុំក៏រើសខ្សែដៃដ៏ស្អាតមួយពីតូបបន្ទាប់មកខ្ញុំចាប់ដៃគៀកយកសៃហើយដល់ពេលដែលគាត់ដឹងខ្លួនខ្ញុំបានដាក់ម្ជុលលើគាត់រួចហើយគៀកយកសៃងឿងឆ្ងល់ម្ដងទៀតដោយដឹងថាគាត់មានឈ្មោះមានវិធីដើម្បីបញ្ឈប់គាត់ប៉ុន្តែមិនមានទេដូចនោះគៀកយកសៃស្ថិតក្នុងភាពងឿងឆ្ងល់ហើយមុនពេលនាងដឹងនាងបានត្រឡប់មកបន្ទប់ជួលរបស់នាងវិញខ្ញុំកំពុងបន្លឺសំឡេងនៅពេលកំពុងចម្អិនអាហារហើយគៀកយកសេកំពុងលេងជាមួយទូរស័ព្ទរបស់គាត់ហាក់ដូចជាគាត់បានរកឃើញទ្វីបថ្មីមួយស្រាប់តែមានការហាយជាវីដេអូចូលមកគាត់ចុចប៊ូតុងពណ៌បៃតងនៅលើអេក្រង់ហើយមួយវិនាទីបន្ទាប់គាត់ភ្ញាក់ផ្អើលម្ដងទៀតឧបករណ៍ដ៏អស្ចារ្យនេះពិតជាអាចទំនាក់ទំនងជាមួយមនុស្សពីចម្ងាយខ្លាំងជាងការទំនាក់ទំនងតាមទូរស័ព្ទរបស់គាត់ទៅទៀតគាត់បានវាយសារយ៉ាងរហ័សហើយសួរដោយស្ងប់ស្ងាត់ថាតើនេះជានរណាអ្នកនៅខាងចុងម្ខាងទៀតនៃការហៅជាវីដេអូមិនទាន់មានប្រតិកម្មទេដោយបញ្ជាក់ម្ដងហើយម្ដងទៀតថានេះជាទូរស័ព្ទរបស់កូនខ្ញុំនោះត្រូវហើយចុះបើអាចឆ្លើយទូរស័ព្ទបានតើនារីដ៏ស្រស់ស្អាតម្នាក់នោះអាចជាមិត្តស្រីរបស់កូនប្រុសខ្ញុំទេនាងមានការសង្ស័យយ៉ាងខ្លាំងចំពោះចរិតលក្ខណៈរបស់កូនប្រុសរបស់នាងមិនក៏នាងមិនស្គាល់គាត់តើគាត់អាចរកមិត្តស្រីស្អាតបែបនេះដោយរបៀបណាភ្លាមនោះខ្ញុំចេញពីផ្ទះបាយឃើញទិដ្ឋភាពនេះស្នាមញឹមរបស់ខ្ញុំស្រាប់តែកកហើយខ្ញុំក៏ចាប់ទូរស័ព្ទមកពន្យល់ភ្លាមប៉ុន្តែម្ដាយរបស់ខ្ញុំបានសួរខ្ញុំដោយផ្ទាល់ថាប៊ូឈៀវហ្វេនតើអ្នកមានមិត្តស្រីទេខ្ញុំគ្មានជំរឿអ្វីក្រៅពីខំក្របកាំភ្លើងហើយធ្វើពុតជាសារភាពបើមិនដូច្នេះទេវានឹងមានធាតុជាច្រើននៅក្នុងផ្ទះល្វែងជួររបស់ខ្ញុំដោយគ្មានហេតុផលម៉ាក់ប្រកាសជាសង្ស័យថាខ្ញុំកំពុងរញ៉េញ៉ៃនៅខាងក្រៅម៉ាក់នៅអាយុខ្ញុំមានមិត្តស្រីគឺជារឿងធម្មតាខ្ចោះមែនទេដោយមិននឹកស្មានដល់ម៉ាក់ងក់ក្បាលពុពិតណាស់អ្នកមិនមានបញ្ហាក្នុងការស្វែងរកមិត្តស្រីទេប៉ុន្តែតើស្រីស្អាតបែបនេះអាចចាប់អារម្មណ៍អ្នកបានដោយរបៀបណាពាក្យទាំងនោះធ្វើឲ្យឈឺធ្មេញអ្នកពិតជាម្ដាយរបស់ខ្ញុំត្រឡប់មកវិញកាលពីថ្ងៃមុនយ៉ាងហោចណាស់ខ្ញុំគឺជាមនុស្សចំពុកដួលក្នុងបរិវេណសាលានៅក្នុងវីដេអូម៉ាក់មើលមកខ្ញុំដោយខ្ពើមរអើមហាក់ដូចជាខ្ញុំជាការដូតគិតថ្លៃជាមួយនឹងការបញ្ចូលលុយទូរស័ព្ទដូចគ្នានៅទីនេះខ្ញុំមិនចង់និយាយជាមួយអ្នកឥឡូវនេះទេឲ្យទូរស័ព្ទទៅក្មេងស្រីនោះខ្ញុំចង់ជែកជាមួយនាងម៉ាក់ចាំបន្តិចពេលនាងទៅបន្ទប់ទឹកបន្ទាប់ពីនិយាយបែបនេះខ្ញុំក៏បានព្យួរវីដេអូខលហើយនិយាយទៅហ្គេយ៉ាឆៃថាហេហ្គេយ៉ាឆៃតើអ្នកអាចជួយខ្ញុំបានទេតើអ្នកអាចធ្វើពុតជាមិត្តស្រីរបស់ខ្ញុំបន្តិចបានទេសូមខ្ញុំអង្វរអ្នកភ្នែកខ្ញុំពោពេញដោយការអង្វរខណៈពេលដែលហ្គេយ៉ាឆៃមើលទៅឆ្ងល់ហើយសួរខ្ញុំថាបើសង្សារអីមិត្តស្រីមិនមែនជារឿងទេវាមានន័យថាដៃគូ Davis ពេលដែលពាក្យនេះចាក់ចេញពីមាត់ខ្ញុំបរិយាកាសកាន់តែតានតឹងមិនគួរឲ្យជឿភ្លាមនោះម្ដាយរបស់ខ្ញុំបានទូរស័ព្ទម្ដងទៀតហើយខ្ញុំបានក្រឡេកមើលទៅហ្គេយ៉ាក់សៃដោយទឹកមុខអង្វរការហើយជាវីដេអូបានភ្ជាប់ប្រឈមមុខនឹងវីដេអូហ្គេយ៉ាក់សៃបាននិយាយពាក្យ3ម៉ាត់ទៅកាន់ម្ដាយរបស់ខ្ញុំថាកូនឈឺនោះធ្វើឲ្យខ្ញុំអស់ចិត្តទាំងស្រុងហ្គេយ៉ាក់សៃបានកត់សម្គាល់ឃើញទឹកមុខចម្លែករបស់ខ្ញុំគាត់និយាយយ៉ាងម៉ឺងម៉ាត់ថានោះមិនមែនជាអ្វីដែលខ្ញុំចង់បានទេគាត់មានបញ្ហាសុខភាពពលអ្នកមានន័យថាម្ដាយរបស់ខ្ញុំមានបញ្ហាសុខភាពមែនទេខ្ញុំដឹងភ្លាមទឹកមុខខ្ញុំប្រែជាតានតឹងខ្លាំងបើមិនដូច្នោះទេក្នុងនាមជាអ្នកបណ្ដុះធ្វើម៉េចមិនឃើញជំងឺក្នុងខ្លួនម្ដាយគីយ៉ាក់សេមើលមកខ្ញុំដោយងឿងឆ្ងល់នាងមានការភ័ន្តច្រឡំបន្តិចតើខ្ញុំជាអ្នកបណ្ដុះដ៏មានឥទ្ធិពលនៃអាណាចក្រអមតៈមិនឃើញថាមនុស្សរមែងឈឺដោយរបៀបណាខ្ញុំមានអារម្មណ៍ខ្មាស់បន្តិចពេលរឿងនេះខ្ញុំមិនអាចប្រាប់គីយ៉ាក់សៃថាខ្ញុំពិតជាគ្មានការដាំដុះតតែសោះដូច្នេះខ្ញុំក៏សួរគាត់យ៉ាងរហ័សថាតើស្ថានភាពម្ដាយខ្ញុំធ្ងន់ធ្ងរទេគាត់បានឆ្លើយថាវិនិច្ឆ័យពីសម្បូរស្បែករបស់នាងវាហាក់ដូចជារោគសញ្ញាថ្មីនេះមិនបានយូរប៉ុន្មានទេហើយរហូតមកដល់ពេលនេះនាងហាក់ដូចជាសុខសប្បាយហើយលឺដូច្នេះហើយទីបំផុតខ្ញុំមានអារម្មណ៍ធូរស្រាលប្រសិនបើវាពិតជាជំងឺធ្ងន់ធ្ងរជាមួយនឹងទ្រព្យសម្បត្តិបច្ចុប្បន្នរបស់ខ្ញុំវាពិតជាលំបាកណាស់ក្នុងការស្វែងរកការព្យាបាលវាហាក់ដូចជាខ្ញុំត្រូវរកពេលវេលាខ្លះដើម្បីយកហ្គេយ៉ាក់សេត្រឡប់ទៅស្រុកកំណើតរបស់យើងត្រូវហើយតោះញ៉ាំលឿនម្ហូបកាន់តែត្រជាក់រំពេចនោះខ្ញុំនឹកឃើញមុខម្ហូបដែលទើបរៀបចំក្នុងផ្ទះបាយក៏ប្រញាប់រត់ទៅយកមិនយូរប៉ុន្មានមុខម្ហូបជាច្រើនបានលេចឡើងនៅលើតូបឆ្អិនជំនីជ្រូកផ្អែមនិងជូរត្រីគល់រងចំហុយតៅហ៊ូហឺស្បែកក្តោបនិងស៊ុបសាច់ជ្រូកសម្លឹងមើលមុខម្ហូបដែលមើលទៅមានក្លិនឈ្ងុយឆ្ងាញ់ហ្គេយ៉ាក់សេស្រឡាំងកាំងមួយផ្លេតនាងបានដាំដុះនៅក្នុងទ្វីបផ្សេងឈួនអស់រយៈពេល1000ឆ្នាំមកហើយមិនដែលញ៉ាំអាហារឆ្ងាញ់បែបនេះទេនាងមិនដែលរំពឹងទេ
អ្នកជំនាញដែលទៅនឹងបង្កើតថ្មីជាមួយនឹងជំនាញធ្វើម្ហូបដ៏ល្អឥតខ្ចោះបែបនេះខ្ញុំត្រូវតែនិយាយថាអាហារនៅក្នុងពិភពលោករបស់អ្នកគឺពិតជាគួរឲ្យកត់សម្គាល់គេយកខ្សែឬឆ្អឹងជំនីសាច់ជ្រូកផ្អែមមួយដុំខាំហើយទ្រាំមិនបានកលន់មកថាតើវាអាចទៅរួចទេដែលថាវាគ្រាន់តែជាការចម្អិនអាហាររបស់ខ្ញុំដែលឆ្ងាញ់ក្រឡេកមើលទឹកមុខពេញចិត្តរបស់គេយកខ្សែខ្ញុំមានអារម្មណ៍ក្រៀមក្រំបន្តិចខ្ញុំចង់ដឹងណាស់គូខ្ញុំគិតថាតើអ្នករៀនធ្វើម្ហូបដោយរបៀបណានាងបានឆ្លើយថាវាសាមញ្ញហើយខ្ញុំគ្រាន់តែបន្ថែមទឹកស៊ីអ៊ីវមាន់បំពងនិងម្សៅមី SG ខ្ញុំបានពន្យល់យ៉ាងខ្លីប៉ុន្តែគេយកខ្សែនៅតែមិនអាចយល់បាននិយាយអញ្ចឹងក៏ខ្ញុំបាននិយាយថាពួកអ្នកហាក់ដូចជារំខាននៅពេលថ្ងៃតោះទៅទិញអីវ៉ាន់ជាមួយគ្នាបន្ទាប់ពីអាហារពេលល្ងាចខ្ញុំគិតថាការយកគេយកខ្សែចេញទៅដើរទិញអីវ៉ាន់ញឹកញាប់ជាងនេះនឹងជួយគាត់ឲ្យយល់កាន់តែច្បាស់អំពីពិភពលោកនិងកាត់បន្ថយគ្រោះថ្នាក់ដែលយល់ឃើញចំពោះសង្គមដូច្នេះខ្ញុំបានស្នើគេយកខ្សែមានការភ្ញាក់ផ្អើលដែលខ្ញុំនឹងអញ្ជើញនាងទៅទិញអីវ៉ាន់ហើយនាងក៏បន្ទាបខ្លួនយ៉ាងស្រទន់ដោយយល់ព្រមនៅម៉ោង 8 ល្ងាចខ្ញុំអង្គុយលើសាឡុងសម្លឹងមើលទ្វារបន្ទប់គេងដែលបិទជិតហើយឃើញគេយកខ្សែចូលបន្ទប់របស់នាងដើម្បីផ្លាស់ប្ដូរសម្លៀកបំពាក់ខ្ញុំមិនអាចយកវាចេញបានទេខ្ញុំបានសួរថាឌូមិតដេវស្កែលតើអ្នករួចរាល់ហើយឬនៅពេលខ្ញុំនិយាយចប់ភ្លាមគេយកខ្សែក៏លេចមុខមកស្លៀកពាក់ hand ហ្វូពណ៌ខៀវខ្ចីសក់វែងហូរតាមម៉ូតសក់មើលទៅពិតជាស្រស់ស្អាតបែបបុរាណដោយឃើញខ្ញុំសម្លឹងមើលនាងគេយកខ្សែបានសួរខ្ញុំដោយមានការរំខានខ្លះថាខ្ញុំកំពុងសម្លឹងមើលអ្វីខ្ញុំមិនបាននិយាយអ្វីទេវាហាក់ដូចជាសម្លៀកបំពាក់ពិភពលោកនេះសមនឹងអ្នកផងដែរខ្ញុំមើលទៅឆ្ងាយហើយសរសើរគេយកខ្សែព្រោះនារីម្នាក់នេះចូលចិត្តស្លៀកពាក់បែបបុរាណទាំងនេះខ្ញុំបានទិញឈុត hand 2ឈុតបន្ថែមទៀតពេលកំពុងដើរទិញអីវ៉ាន់នៅផ្សារទំនើបមុនថ្ងៃនោះគ្រាន់តែនៅចិត្តខ្ញុំគ្រប់ទីកន្លែងដែលអ្នកកំពុងនាំខ្ញុំទៅកន្លែងរស់រវើកគីយ៉ាក់សេងមកក្បាលហើយមួយសន្ទុះក្រោយមកខ្ញុំនាំគីយ៉ាក់សេចុះក្រោមប្រហែលជាដោយសារវាជារដូវស្លឹកឈើជ្រុះគ្មានមនុស្សចាស់នៅជាន់ក្រោមក្នុងបរិវេណនោះចុះមកទេខ្ញុំបានសាត្រឡានជិះពេលឃើញឡានជិះមកគីយ៉ាក់សេបាននិយាយទាំងភ្ញាក់ផ្អើលថាឡាននៅទីនេះពិតជាពិសេសណាស់ប៉ុន្តែនេះវាពិបាកពេកយើងគ្រាន់តែជួបពួកគេដោយផ្ទាល់ទេនាងនិយាយស្ទើរតែមិនចប់ពេលខ្ញុំបានមើលនៅពេលដែលគីយ៉ាក់សេរំកិលគំនិតរបស់គាត់ហើយដាវហោះបានហោះមកខាងមុខខ្ញុំភ័យខ្លាចទាំងស្រុងហើយបិទភ្នែកយ៉ាងរហ័សខណៈមើលជុំវិញដោយប្រុងប្រយ័ត្នដោយឃើញការភ័យខ្លាចរបស់ខ្ញុំគីយ៉ាក់សេគ្មានជំរឿសអ្វីក្រៅពីដកដាវចេញវិញខ្ញុំបាននិយាយដោយមិនអស់សង្ឃឹមថាក៏ប្រសិនបើអ្នកនឹងប្រើមន្តអាគមបន្ទាប់ពីជួនគុទេសតើអ្នកអាចប្រាប់ខ្ញុំឲ្យដឹងនៅពេលមានមនុស្សផ្សេងទៀតនៅជុំវិញបានទេខ្ញុំនឹងហៅអ្នកធ្វើគុទេសចរពេលមានអ្នកផ្សេងយើងអាចបដូរឈ្មោះបានខ្ញុំនឹងបង្រៀនអ្នកយកឆៃហើយអ្នកអាចហៅខ្ញុំថាអាវ៉ែនមុនពេលដែលខ្ញុំនិយាយចប់ខ្ញុំមានអារម្មណ៍ត្រជាក់ចុះមកឆ្អឹងខ្នងហើយមុខរបស់គីយកឆៃប្រែជាត្រជាក់ភ្លាមខ្ញុំបានគិតខ្លួនឯងថានោះហើយជាវានៅពេលដែលខ្ញុំគិតថាអធិរាជបិសាចនេះហៀបនឹងបើកមកលើខ្ញុំគីយកឆៃបានមកក្បាលដោយស្ងប់ស្ងាត់ហើយនិយាយថាគូខ្ញុំនឹងស្ដាប់អ្នកវាគ្រាន់តែជាទម្រង់អាសេដ្ឋានប៉ុណ្ណោះខ្ញុំបានអោបនារីម្នាក់មុនពេលខ្ញុំស្លាប់ខ្ញុំបានថាគាត់ប៉ុន្តែដោយមិននឹកស្មានដល់គាត់បានហែកចោលដោយបង្ខំហើយចេញពីពិភពហ្គេមនៅពេលសួរថាហេតុអ្វីបានជាខ្ញុំថាគាត់មិនអាចឆ្លើយបានច្បាស់ទេហើយព្យាយាមវាខ្ញុំយើងបានរងចាំមួយរយៈរហូតដល់ទីបំផុតរថយន្តជិះមកដល់ខ្ញុំបានចូលទៅដោយគ្មានពាក្យមួយម៉ាត់ហើយអង្គុយនៅកៅអីក្រោយគៀកយ៉ាក់សៃនៅតែឈរនៅទីនោះខ្ញុំអបកៅអីក្បែរខ្ញុំជំរុញឲ្យគាត់ចូលផងដែរអ្នកបើកបរបានកត់សម្គាល់ពីអាកប្បកិរិយាចម្លែករបស់យើងក៏ឆ្ងល់ដែរគៀកយ៉ាក់សៃឈរមួយសន្ទុះមុននឹងចូលឡានខ្ញុំញឹមហើយប្រាប់អ្នកបើកបរឲ្យបើកឡានទៅទីលានវប្បធម៌អ្នកបើកបរងក្បាលយ៉ាងណាមិញមនុស្សគ្រប់រូបធ្លាប់នៅក្មេងច្បាស់ណាស់គាត់យល់ខុសយើងនៅពេលដែលរថយន្តបើកតាមបណ្ដោយផ្លូវមាត់សមុទ្រនៃទីក្រុងលេងហេសម្លឹងមើលទិដ្ឋភាពពេលយប់នៅខាងក្រៅគេយកសេមានអារម្មណ៍ងឿងឆ្ងល់ដូចជាការដាំដុះរាប់ពាន់ឆ្នាំរបស់គាត់បានកន្លងផុតទៅក្នុងមួយប៉ព្រិចភ្នែកជីវិតរមែងមានរយៈពេលខ្លីរីឯជីវិតរបស់អ្នកដែលបណ្ដុះមានអាយុវែងហើយគាត់តែងតែឯកោយ៉ាងចម្លែកហេតុអ្វីថ្ងៃនេះខ្ញុំមានមនោសញ្ជាតិនេះយ៉ាងនេះគៀកយ៉ាក់សៃដកដង្ហើមធំមិនយូរប៉ុន្មានពួកយើងបានចុះពីឡានហើយមកដល់ទីលានវប្បធម៌ដ៏ធំដែលបញ្ចេញពន្លឺដូចសុបិនក្រោមពន្លឺភ្លើងអ៊ីយូតាទីក្រុងរមែងស្លាប់របស់អ្នកគឺរស់រវើកណាស់គៀកយ៉ាក់សៃបានមើលរថយន្តមកនឹងទៅហើយគូស្នេហ៍ដើរតាមវាជាលើកដំបូងរបស់គាត់នៅក្នុងកន្លែងដ៏អ៊ូអរបែបនេះក៏ខ្ញុំស្គាល់ហាងតែទឹកដោះគោដែលផលិតតែទឹកដោះគោល្អតោះទៅខ្ញុំនឹងនាំអ្នកទៅផឹកខ្ញុំចាំថាមានហាងតែទឹកដោះគោមួយនៅក្បែរនោះហើយខ្ញុំគិតថាគៀកយ៉ាក់សៃដែលជាក្មេងស្រីមកពីស៊ីជាឈួងចូលចិត្តវាដូច្នេះខ្ញុំបានប្រាប់នាងពេលយើងទៅដល់ផ្លូវឆ្លងសេះបង្កង់ភ្លើងក្រហមទើបខ្ញុំឈប់គៀកយ៉ាក់សៃមើលទៅមានការច្របូកច្របល់បន្តិចដូច្នេះខ្ញុំបានពន្យល់នាងអំពីច្បាប់ចរាចរណ៍នាងមិនបានរំពឹងថាច្បាប់ចរាចរណ៍នៅលើពិភពលោកនេះមានលក្ខណៈទូលំទូលាយបែបនេះទេភ្លាមនោះភ្លើងបានប្រែទៅជាពណ៌បៃតងហើយស្ត្រីចំណាស់ម្នាក់នៅក្នុងហ្វូងមនុស្សបានដួលទៅលើដីកន្ត្រកនិងអំពើរបស់នាងបានទម្លាក់ទៅចំហៀងប៉ុន្តែគ្មានអ្នកណាឡើងទៅជួយគាត់ទេហេតុអ្វីបានជាគាត់ឈប់ខ្ញុំឃើញគៀកយ៉ាក់សៃឈរនៅទីនោះហើយសួរគាត់គៀកយ៉ាក់សៃបានសួរខ្ញុំថាក៏ខ្ញុំធ្លាប់បានទៅប្រទេសមួយដែលប្រជាជនរស់រាយរាក់ទាក់និងជួយគ្នាទៅវិញទៅមកហេតុអ្វីបានជាមនុស្សនៅក្នុងពិភពលោករបស់អ្នកប្រងើយកណ្ដៅដូច្នេះ